ở đây công ty cái này bà trước bong chơi mà đòn lý thì tiếp bong tao làm xong pi đi tao cho bong vậy nông đi đó tụi bay cái như pra thì thành bạch bong chỉ bong scotch môn tôi để tìm bà số cho bác mua số bản phát chỉ bảo số sản hay số spa com mà đó là thực tế số sản thì thành tao mày số chi lại បាទនៅទីនេះគេឲ្យឈ្មោះថានៅកោះមេសេសានេះមានចំណុចពិសេសអ្វីខ្លះហើយទេសចរអាចមកដល់ទីនេះតាមផ្លូវណាពីណាមកទេបាទតំបន់កោះមាសគឺជាតំបន់ដែលយើងរៀបចំទៅឆ្នាំហើយប៉ុន្តែទើបតែឆ្នាំនេះទេយើងបានរៀបចំជាកញ្ចក់ហើយទឹកច្រើនហើយចម្ងាយវាអត់ឆ្ងាយពីទីរំខែទេបងតែ16គីឡូពីទីរំខែតាមផ្លូវកស៊ូទៅរហូតដល់16គីឡូហើយមកដល់តាមមាត់ទន្លេមករហូតនោះគឺយើងនឹងឃើញការដាំដុះបន្លែបង្ការរបស់បងប្អូនប្រជាកសិករយើងហើយសហគមន៍ទេសចរមួយនេះគឺគាត់ប្រមូលទិញទាំងបន្លែទាំងបង្ការទាំងដីទាំងសាច់ហើយមាន់ទាគឺចេញពីសហគមន៍ទាំងអស់ហើយចម្ងាយពីនេះទៅវេរីគីស្លីតែ15-16គីឡូទៀតដល់វេរីគីស្លីទៀតអញ្ចឹងមានថាភ្ញៀវទេសចរលោកអាចធ្វើទស្សនាជា cycle បានចេញមកដំបូងចេញពីទីរំខេត្តទៅអូកមាន់19គីឡូពីអូកមាន់ទៅដល់ដើមកគីវែងជាងគេក្នុងស្រុកខ្មែរទៅថ្មទៅ7គីឡូហើយចេញពីកគីទល់វេរីចេញពីវេរីមកកោះមាសចូលទៅដល់ខេត្តកំពង់ឆ្នាំងបាទជីទៅនៅទីនេះមានស្អីខ្លះស្អាតស្អាតអត់មានច្រើនបងសំខាន់ជាងគេគឺទេសភាពស្អាតបងមានតែទាំងបលឹមរហូតដល់ប្លុកគឺទេសភាពនេះត្រជាក់ស្រស់ស្អាតហើយជាពិសេសគឺយើងបានដកនៅស្រូបខ្យល់អាកាសបរិសុទ្ធទី2គឺយើងបានចូលរួមទទួលភ្លក់រសជាតិនៃអាហារមូលដ្ឋានភាសាមានជាឡាបជាឃ្លាជាសេជាប្រភេទត្រីអាំងប្រភេទមាន់ដុតឬមួយក៏ពោតដុតឬក៏នំបញ្ចុកហើយនំបញ្ចុកទៀតក៏ជានំបញ្ចុកសង្គមយើងធ្វើដែរបាទហើយក្រៅពីនោះអ្វីដែលសប្បាយចិត្តគឺទឹកបាទទឹកមានទឹកវាអត់ច្រើនបងទឹករយៈហើយបងប្អូនអាចនាំកូនចៅមកលេងបានហើយមានតំបន់ខ្លះតំបន់យើងហាមឃាត់តំបន់ខ្លះជាអាចលេងបានប៉ុន្តែតំបន់លេងបានគឺច្រើនហើយពិសេសជាងគេគឺកន្លែងដែលអ្នកនេសាទជក់ចិត្តជាងគេគឺបងតំណាញ់ស្ទូត្រីតំបន់ទីបោព្រោះតំបន់គឺជារលងការពារហើយអត់មានករណីឆក់នេសាទទេតំបន់គឺជាការពារបានអញ្ចឹងបងប្អូនប្រជាជននេះគាត់សប្បាយចិត្តនឹងទទួលបានផលនេសាទហើយអ្នកទេសចរក៏សប្បាយចិត្តនឹងឃើញការទទួលផលនេសាទដែរនៅកន្លែងនេះបោះតង់បានដែរបាន100%បាទហើយមកតែខ្លួនក៏បានដែរបងតង់នេះមានអាយុមកកាផ្លេបានន័យថាអាចបោះតង់អាចស្ទូចត្រីនេះបាទត្រីស្ទូចហ្វ្រីបាទបើនិយាយពីឆ្នេរខ្សាច់វិញយ៉ាងម៉េចដែរពីឆ្នេរខ្សាច់ដូចឃើញប្រាប់ថាឆ្នេរខ្សាច់ច្រើនណាបងហើយខ្សាច់មិនមែនមានតែកន្លែងយើងច្រើនហើយអាចមកកោះមិនឯងក៏បានដែរបងមកកោះទូចទេកោះខ្លះត្រឹមតែ24ជ្រុងហើយយើងអាចមកកោះមិនឯងក៏បានដែរបងមកបានន័យថាប្រើសេវាកម្មបរិមាណនេះមកឬបាទយើងនៅនេះពិតជាលក្ខណៈសហគមន៍បងប្រើជាសេវារបស់គាត់ជាម្ហូបអាហារគាត់ក៏បានគាត់ជូនជាទូកជូនបងទៅកោះក៏បានហើយបងចង់ឲ្យគាត់ណាត់ម៉ោងគាត់ទៅយកក៏បានដែរគេនេះចាប់អារម្មណ៍ការស្មុគស្មាញហ្នឹងមកនេះជាទីប្រគាត់ប្រើទីគាត់មកសាយក៏អាចជួយត្រូវបាទទូត្រីបងតំណាងអាចមានត្រីណាខ្លះដែរដែលចាក់ជាឬក៏អាចសម្បូរត្រីនៅនេះឯងចឹងបងតំណាងបានហើយនៅនេះមានបបាមុខ2ថ្ងៃមុនបងប្អូនគេបងតំណាងបាននៅនេះអ្នកខ្លះអ្នកបងមែនទេគេបងទៅ10តំណាងតែបើលើ10តំណាងអត់បានគេចុះបងអញ្ចឹងគេដឹងលងទៅបងណាបងហើយត្រីគឺច្រើនត្រីឯកហើយព្រួលខ្លះទៅហើយទៅឆ្កោកទៅអីបាទវាតាមទៅខ្ញុំអាចនិយាយថាគ្នាខ្ញុំតែមកជាង20នាក់ទេមកបាទអូនហើយអត់ដែរបាទបាទអញ្ចឹងខាងរំខាននេះមានការបោះបាយពីស្វាយពីបាច់ដើម្បីអាចប្រើប្រាស់តាមបាទនៅនេះនិយាយដូចនិយាយខុសត្រង់ថាយើងទើបតែចាប់ដើមធ្វើមិនបានពីឆ្នាំទៅទេអញ្ចឹងខ្ញុំក៏សូមពឹងបងប្អូនទាំងអស់ជួយធ្វើការផ្សព្វផ្សាយហើយចាំខ្ញុំនឹងដាក់លេខទូរស័ព្ទព្រោះលេខទូរស័ព្ទខ្ញុំអត់ចាំលេខទូរស័ព្ទបងប្អូនអ្នកម្ចាស់ហើយនេះគេរួមគ្នាបងអ្នកខ្លះធ្វើស្ពានទេអ្នកខ្លះធ្វើកញ្ចក់ហើយអ្នកខ្លះធ្វើម្ហូបអ្នកខ្លះមានទូកហើយអ្នកខ្លះរៀបចំតង់អញ្ចឹងមានថារមេឃើញក៏តែពួកគាត់ជុំនេះជាសហគមន៍បាទអញ្ចឹងខ្ញុំឲ្យលេខទូរស័ព្ទរួមពេលបងកំងឬក៏មាន queue លោកហើយអញ្ជើញមកលេងគឺយើងអាចធ្វើបានបងអត់បញ្ហាទេយើងអាចបន្ថែមទៅឬក៏មានរដូវណាខ្លះដែលយើងដាក់ឡើងយើងបាទបងប្អូនរដូវនេះយើងបានតែមកនៅ5ទៅនៅ5រដូវវស្សាយើងលេងខាងកន្លែងនេះគឺចិត្តដល់ពាក់កណ្ដាលចាប់ពីខែម៉ានដល់ខែម៉ានយើងខែ6ឡើងខែ6ខែ7យើងលេងបានបាទ
ខែដែលអាចលេងបានចាប់ពីខែណាដល់ខែ ខែលេងបានគឺនៅលំហើយធ្លាក់ខ្យល់មកគឺខែ11 11 12ខែ1ខែ2ខែ3ខែ4បាទពេញ high season វិញ បើមានអីខែនេះគ្នានឹងគឺបើអត់ទេអាចគាត់អាចបងខែដែរអ្វីដែលបងចង់ បាទមានអីចង់បន្ត ចាំអួតអាងតែម្ដងក្នុងនាមរដ្ឋបាលស្រុកនៅក្នុងនាមប្រជាជនសមាជិកខ្ញុំខ្ញុំមកការធ្វើទេសចរនឹងចំណាយពេលវេលាចំណាយថវិកានិងចំណាយបទពិសោធន៍ពីការរស់នៅការទេសចរនៅក្នុងស្រុករបស់យើងជាជាងយើងទៅលេងនៅក្រៅឆ្ងាយទី1ទី2ដាក់ចំនួននេះគឺបានផ្ដល់សង្គមកសិកររបស់យើង